មានគេសួរខ្ញុំច្រើនណាថាធ្វើមិនបានកូនខ្ញុំហ៊ានបកកាយម៉េះឃើញដាលីណែតបានមេដាយរហូតជាប់អាហារូបករណ៍ច្រើនសាលាសួរខ្ញុំថាខ្ញុំជួលគ្រូបរៀនគាត់ថែមមែនឬក៏ដាក់កំហិតឲ្យគាត់រៀនបែបណាខ្លះតាមពិតកន្លឹះរបស់ខ្ញុំមាន4ចំណុចអត់អស់លុយទេហើយឪពុកម្ដាយណាក៏អនុវត្តបានដូចគ្នាហើយចំណុចទី4សំខាន់ជាងគេចំណុចទី1គឺតាក់ទាញចិត្តកូនសិនចាំបង្រៀនវិន័យតាមក្រោយឪពុកម្ដាយជាច្រើនគាត់ចូលចិត្តចាប់ផ្ដើមពីវិន័យមុនគាត់កំណត់ឲ្យកូនរៀនម៉ោងនេះមួយថ្ងៃត្រូវធ្វើលំហាត់ប្រមាណឬមើលមេរៀនប្រមាណម៉ោងអីចឹងទៅតែសម្រាប់ខ្ញុំអត់ទាន់ចូលដល់វិន័យទេទី1គឺខ្ញុំបំលែងការរៀនឲ្យមើលទៅអត់ដូចការរៀនទេខ្ញុំបង្រៀនកូនតាំងពីតូចតាំងពីគាត់មិនទាន់ចេះអង្គុយនឹងផងខ្ញុំបរៀនគាត់តាមរយៈការលេងហើយជ្រើសរើសយកសម្ភារៈដែលតាក់ទាញស័ក្តិសមនឹងអាយុគាត់ដូចថាក្មេងតូចៗយើងយកសភៅដែលមានរូបធំស្អាតអីចឹងណាហើយពេលគាត់រៀងធំបន្តិច2 3ឆ្នាំអីចឹងពេលខ្ញុំអានសភៅឲ្យគាត់ស្ដាប់ខ្ញុំបញ្ចេញបញ្ចូលអារម្មណ៍កំ pl ែងឬក៏កំសត់ឲ្យចូលតួក្នុងសាច់រឿងឲ្យគាត់ជក់ចិត្តចង់ស្ដាប់ដល់ពេលគាត់ដល់អាយុត្រូវរៀនបុកដកលេខអីហ្នឹងពេលបរៀនគាត់ខ្ញុំនិយាយសំឡេងឬក៏ពាក្យពេចន៍រៀងកំ pl ែងអញ្ចឹងកូនសប្បាយរហូតឆ្ងល់រហូតគាត់ដែរមានអារម្មណ៍ថាធុញនឹងការរៀនទេការរៀនហាក់បីដូចជាកំពុងជីកកកាយរឿងដែលគាត់ងឿងឆ្ងល់អត់ចេះចប់អញ្ចឹងហើយនៅពេលដែលខ្ញុំតាក់ចិត្តកូនបានខ្ញុំព្យាយាមបញ្ជ្រាបចូលវិន័យការគ្រប់គ្រងពេលវេលាការវិភាគការទូខុសត្រូវប៉ុន្តែឲ្យសមរម្យសមស្របទៅតាមវ័យរបស់គាត់ដែរខ្ញុំចាំថាពេលកូនខ្ញុំអាយុ6ឆ្នាំគាត់ចេះធ្វើ to do list អាណាធ្វើឲ្យគាត់ធីកអាណាអត់ទាន់ហើយគាត់ចេះដាក់កំណត់សម្គាល់ដើម្បីចំណាំខ្លួនគាត់ចំណុចទី2គឺយើងបង្រៀនកូនឲ្យឃើញរូបភាពធំក្មេងៗគាត់អាចអត់យល់ទេថារៀនធ្វើអីរៀនដើម្បីអីអញ្ចឹងបើយើងឆ្លើយត្រឹមថារៀនទៅចាំបាច់ត្រូវតែរៀនប៉ះឲ្យរៀនទៅដល់អញ្ចឹងគាត់សូវមានកម្លាំងចិត្តរៀនទេអញ្ចឹងជំនួសវិញយើងអាចជួយកូនស្វែងរកក្តីសម័យនិងគោលដៅរបស់គាត់បន្ទាប់មកយើងបង្ហាញគាត់ថាអាការរៀនក្នុងថ្ងៃនេះជាជំហានតូចមួយឆ្ពោះទៅកាន់គោលដៅធំដែលគាត់ចង់បាននឹងពេលកុមារមានគោលដៅពួកគេមានកម្លាំងចិត្តមានថាមពលនិងមានការជំរុញទឹកចិត្តឲ្យខ្លួនឯងច្រើនជាងមុនហើយចំណុចទី3គឺសរសើរកូនចំពោះការខិតខំមិនមែនតែលទ្ធផលទេខ្ញុំតែងតែព្យាយាមសរសើរការខិតខំរបស់កូនមិនមែនសរសើរបន្ទុកកូនទេខ្ញុំមិនប្រៀបធៀបគាត់ជាមួយកូនអ្នកដទៃទេខ្ញុំប្រៀបធៀបគាត់ជាមួយខ្លួនគាត់កាលពីមុនខ្ញុំមិនមែនសួរកូនថាហេតុអីមិនបកកាយដូចកូនគេប៉ុន្តែខ្ញុំសួរថាតើខែនេះកូនធ្វើល្អជាងខែមុនដែរអត់ហើយពេលកូនមានកំហុសខ្ញុំអត់ផ្ដោតលើការដាក់ទោសកូនទេខ្ញុំផ្ដោតលើមេរៀនដែលអាចរៀនបានពីកំហុសហ្នឹងពេលកូនខុសអញ្ចឹងខ្ញុំសួរកូនថាតើកូនខាតបង់អីខ្លះពីកំហុសហ្នឹងហើយកូនគិតថាកូនគួរកែប្រែបែបណាខ្លះដើម្បីឲ្យកំហុសហ្នឹងវាអត់កើតម្ដងទៀតហើយចំណុចទី4សំខាន់ខ្លាំងបំផុតសម្រាប់ខ្ញុំគឺគ្រួសាររីករាយជួយឲ្យកូនរៀនបានល្អកុមារដែលមានទំនាក់ទំនងល្អជាមួយពុកម្ដាយជាមួយបងប្អូននិងរស់នៅក្នុងគ្រួសារដែលមានសេចក្តីសុខជាទូទៅគាត់មានសមត្ថភាពផ្ដោតលើការរៀនល្អជាងព្រោះគូក្បាលរបស់គាត់មិនចាំបាច់ចំណាយថាមពលដោះស្រាយរឿងឈឺចាប់ផ្លូវចិត្តការភ័យខ្លាចឬក៏ចំនួនទាស់ទែងក្នុងគ្រួសារទេនិយាយទៅគូក្បាលមាន space គ្រប់គ្រាន់សម្រាប់ការរៀនការគិតនិងការរីកចម្រើនអញ្ចឹងបើសួរខ្ញុំថាអីជាគន្លឹះធំបំផុតដែលជួយឲ្យ Dalinette រៀនពូកែចម្លើយគឺមិនមែនជាការបង្ខំឲ្យគាត់រៀនកាន់តែច្រើនទេវាគឺជាការធ្វើឲ្យគាត់ស្រឡាញ់ការរៀនមានគោលដៅចេះឲ្យតម្លៃលើការខិតខំនិងធំឡើងក្នុងគ្រួសារដែលពោរពេញទៅដោយក្តីស្រឡាញ់ព្រោះថាកុមារមិនរីកចម្រើនល្អបំផុតក្រោមសម្ពាធទេពួកគេរីកចម្រើនល្អបំផុតនៅក្នុងបរិយាកាសដែលធ្វើឲ្យការរៀននឹងមានន័យនិងមានសេចក្តីរីករាយ